បងប្អូនពេលខែភ្លៀងចេះទូទៅគឺនឹកឃើញចង់ញ៉ាំអីដែរបងប្អូនសម្រាប់ខ្ញុំវិញគឺនឹកឃើញតែសម្លប្រភេទសុកស្រែលក្ខណៈអីកូនត្រីខ្យងអីចឹងណាបាទអញ្ចឹងថ្ងៃនេះយើងបានទៅផ្សារហើយក៏ឃើញមានខ្យងក៏ធ្វើសម្លខ្យងទៅសម្លបហាខ្យងបាទទំនងមែនទែនហើយខ្យងកូនត្រីក៏ពឹសឯងគឺចាប់ផ្ដើមមានបដាហើយជាពិសេសគឺនៅតាមជាក្រុងស៊ីមឌីបយើងគឺមានសារតូចអញ្ចឹងបងប្អូនក៏តែងទៅដាក់ទ្រូដាក់សំណាញ់ឬក៏តបងតែអីផ្សេងៗនេះនិយាយទៅគឺប្រភេទត្រីក៏ដោយប្រភេទខ្យងក៏ដោយគឺសិតតែស្រែទាំងអស់បាទគឺអត់មានចិញ្ចឹមទេដោយសារតែគាត់មានលក់តែរដូវភ្លៀងទេបានទៅគាត់មានណាតែបើរដូវផ្សេងគឺអ្នកខ្លះក៏គាត់ចិញ្ចឹមទៅប៉ុន្តែសម្រាប់រដូវភ្លៀងនេះគឺមានតែពពុះខ្យងស្រែនៅតែម្ដងហើយឆ្ងាញ់មែនទែនហើយជាតិណាស់បងប្អូនហើយអរគុណច្រើនហើយបើសិនជាចូលចិត្តសម្លប្រភេទមហាគឺត្រូវរាំងសម្លខ្យងគឺឆ្ងាញ់បាទអរគុណច្រើនបងប្អូនជួបគ្នានៅវីដេអូក្រោយ